Mẹ tay. Cái đường một là áo này. នេះជាដំណើរកម្សាន្តរបស់ពួកយើងនាថ្ងៃចុងសប្តាហ៍ទៅកាន់ភូមិទឹកស្រែខេត្តកោះកុង Hello ណាអរគ្នា បើគិតទៅដំណើរកម្សាន្តមួយនេះគឺរយៈពេល1ឆ្នាំហើយដែលយើងអត់បានដើរលេងជុំគ្នាអញ្ចឹងឥឡូវនេះយើងបានរៀបដំណើរកម្សាន្តមួយទាំងអស់គ្នាដើម្បីបង្កើតអនុស្សាវរីយ៍ល្អៗនិងស្រូបយកបរិយាកាសបរិសុទ្ធនាដើមរដូវកាលបៃតងកំពុងតែឈានចុះមកដល់ như đồng năng lo y có free bay mẹ mà ពេលដែលពួកយើងបានមកដល់ភូមិទឹកស្រែគ្នាយើងបានរៀបចំទុកដាក់អីវ៉ាន់រៀងៗខ្លួនហើយក៏ចាប់ផ្ដើមរៀបចំអាហារថ្ងៃត្រង់ស្រូបយកខ្យល់អាកាសនៅភូមិទឹកស្រែបន្ទាប់ពីយើងរវល់ការងារនៅក្នុងទីក្រុងយើងគួរតែឆ្លៀតពេលខ្លះសម្រាប់ពេលវេលាផ្ទាល់ខ្លួនក៏ដូចជាក្រុមការងាររបស់យើងដើម្បីបង្កើតភាពស្និទ្ធស្នាលក៏ដូចជាចែករំលែកនូវបទពិសោធន៍ជីវិតទៅកាន់គ្នាទៅវិញទៅមក đâm đâm nhiều làm hay á đi ra đi dạ biết rồi bọc đi bọc hay nhá ជាមួយនឹងបរិយាកាសសាមញ្ញសម្រាប់បែបអ្នកភូមិហើយមានទេសភាពធម្មជាតិស្រស់ស្អាតក៏ដូចជាមានភ្លៀងធ្លាក់តិចៗធ្វើឲ្យអារម្មណ៍របស់ពួកយើងគឺស្រស់ស្រាយមែនទែន ហើយសង្ឃឹមថាដំណើរកម្សាន្តមួយនេះនឹងកត់ទុកនូវរូបភាពក៏ដូចជាអនុស្សាវរីយ៍ថ្មីរបស់ពួកយើងដែលយើងបានមកលេងភូមិទឹកស្រែនារដូវកាលបៃតងនៅក្នុងឆ្នាំនេះ